đây không còn cái này giờ màu về bị thùng cho nó không còn sắp bông cồn này cònប្រើយូរគឺគាត់ដឹងណាបងប្អូនតែសម្រាប់បងប្អូនដែលគាត់ប្រើថ្មីថ្មីណាបងប្អូនសម្រាប់ធុងខ្យល់នេះបងប្អូនគឺថាទូចនិយាយគឺអត់អីទេបងប្អូនតែបើសិនជាធំគឺមានហានិភ័យខ្ពស់បងប្អូនសម្រាប់តែយើងអត់ដឹងណាបងប្អូនគឺថាយើងប្រើយូរគឺវាមានទឹកនៅក្នុងនេះបងប្អូនខ្ញុំជឿតែឆ្ងល់ដែរបងប្អូនខ្ញុំអត់យល់ដែរថាម៉េចបានវាមានទឹកនៅក្នុងនេះបងប្អូនហើយពេលដែលមានទឹកនៅក្នុងហ្នឹងវាធ្វើឲ្យធុងយើងច្រេះណាបងប្អូនវាច្រេះនៅបាតហើយពីច្រើននោះគឺខ្ញុំឃើញបងដែលគាត់ធ្វើជាងឡានហើយធុងខ្យល់ធំៗណាបងប្អូនគឺគាត់មានគ្រោះថ្នាក់ច្រើនណាស់បងប្អូនសម្រាប់ធុងខ្យល់នេះអញ្ចឹងហើយគឺថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីការបរហូរទឹកចេញពីធុងខ្យល់ណាបងប្អូនធុងខ្ញុំធុងខ្យល់ខ្ញុំគឺថាបានយូរខែហើយបងប្អូនអត់ដែលបានបរហូរតែឥឡូវយើងបរហូរទឹកចេញសាក់មើលទាំងអស់គ្នាទៅវាមានទឹកប៉ុណ្ណាណាបងប្អូនហើយនេះជាធុងរបស់យើងចាំមើលទាំងអស់គ្នាទៅវាមានទឹកប៉ុណ្ណាគឺថាមានទឹកច្រើនមែនទែនបងប្អូនហើយការបរហូរទឹកនេះបងប្អូនគឺថាយើងធ្វើការបើកខ្យល់ចោលអស់សិនបងប្អូនពេលណាដែលយើងបើកខ្យល់ចោលអស់គឺវាអត់សូវព្រោះបាញ់ទឹកមកខ្លាំងទេបងប្អូនបើសិនជាបងប្អូនបរហូរទឹកទាំងខ្យល់នៅច្រើនហ្នឹងគឺថាវាមានហានិភ័យដែរបងប្អូនគឺថាវាដូចវាផ្ទុះអញ្ចឹងឯងបងប្អូនហើយការដោះរបស់ខ្ញុំនេះគឺថាញើតញើមទេបងប្អូនដោយសារតែធ្លាប់ឃើញបងប្អូនយើងគាត់ដោះខ្ចៅនឹងមកគឺថាមិនទាន់ចេញស្រួលបួលផងគឺថាបាញ់ទឹកមកតែម្ដងហ្នឹងបងប្អូនដោយសារតែខ្យល់នៅក្នុងហ្នឹងហើយយើងបើកមកបងប្អូនដឹងស្រាប់ហើយយើងបើកក្បាលធម្មតាផងច្បាច់លាន់លុះសូទៅឆែកទៅណាបងប្អូនចុះទម្រាំតែយើងប្រឡែងមកទាំងអស់ទៀតបងប្អូនគឺថាបរហូរបតើបើកបតើបងប្អូនខ្លាចសល់ខ្យល់ច្រើនអញ្ចឹងណាបងប្អូនគឺថាគ្មានណាខ្លាចជាងខ្ញុំទេបងប្អូននិយាយពីរឿងខ្លាចវិញគឺថាខ្លាចបងប្អូនហើយម៉ូទ័រកាត់ដៃកាត់អីបងប្អូនរាល់ថ្ងៃគឺថាឈប់ហ៊ានកាន់ហើយបងប្អូនដោយសារតែថ្ងៃមុនកាត់ដែកបែកផ្លែអញ្ចឹងបងប្អូនតែសំណាងល្អវាប៉ះតែដៃបងប្អូនហើយវីដេអូនេះក៏សូមផ្ដាំទៅបងប្អូនយើងជាងណាបងប្អូនគឺថាឲ្យមានការប្រុងប្រយ័ត្នផងបងប្អូនចំពោះរបស់ប្រើនិយាយរួមទៅមិនថារបស់អីទេបងប្អូនឲ្យតែរបស់ជាងប្រើហ្នឹងគឺថាឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ផងបងប្អូនហើយបងប្អូនមើលទៅគឺថាទឹកមកវូតែម្ដងណាបងប្អូនហើយយើងទុកខ្យល់តិចផងបងប្អូនព្រោះយើងទុកខ្យល់ខ្លាំងវាអាចនឹងផ្ទុះភីតមកតែម្ដងណាបងប្អូនហើយបងប្អូនមើលទឹកទៅគឺថាសិតតែច្រេះបងប្អូនគឺខ្ញុំអត់យល់ទេបងប្អូនធុងខ្យល់យើងគឺថាអត់ដែលមានដាក់ទឹកចូលទេតែទឹកនឹងវាមកពីណាបងប្អូនណាដឹងប្រាប់បងប្អូនផងបងអត់យល់មែនព្រោះយើងបញ្ឆេះតែម៉ាស៊ីនបញ្ចូលខ្យល់ណាបងប្អូនគួរថាមានទឹកនៅក្នុងហ្នឹងទេហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ